ប្រព័ន្ធ 5G ទូរស័ព្ទរបស់ស្រុកខ្មែរយើងហ្នឹងគឺត្រូវបានដាក់ដំណើរការកាលពីយប់មិញអ្នកនរគ្នាថ្ងៃ1ខែ1នៅកណ្ដាលយប់មិញឆ្នាំថ្មីតែម្ដង2026អញ្ចឹងអ្នកនរគ្នាដឹងពីរបៀបធ្វើម៉េចបាន 5G នៅក្នុងទូរស័ព្ទរបស់យើងប្រើបាននៅអញ្ចឹងមកមើលវីដេអូនេះបងប្អូនអញ្ចឹងទីដំបូងអ្នកនរគ្នាគឺត្រូវមានទូរស័ព្ទនិយាយបើ iPhone ចាប់ពី iPhone 12ឡើងអញ្ចឹងទៅអូខេដែលមានប្រព័ន្ធ 5G មិនថាកូដ LA ZP ទេគឺទោះបីជាមានអង់តែនអត់អង់តែនក៏ដោយគឺនៅតែមាន 5G បានដូចគ្នាអត់មានជាបញ្ហាចោលទេហើយមួយទៀតគឺអ្នកនរគ្នាត្រូវដឹងថា SIM របស់យើងហ្នឹងគឺបានអាប់ដេតទៅ 5G ហើយនៅឬក៏ 4G ហើយនៅយើងអាចអាប់ដេតពីមុនមកហើយនៅបើសិនជាយើងបានអាប់ដេតពីមុនមកហើយយើងមិនចាំបាច់ទៅក្រុមហ៊ុនអាប់ដេតទៅ 5G ទៀតទេឬក៏អ្នកដែលប្រើ eSIM គឺ automatically 5G តែម្ដងព្រោះយើងប្រើ eSIM វាអាប់ដេតតាន់សម័យកាលតាន់សម័យកាលគ្នាយើងចឹងអ្នកនរគ្នាអាចធ្វើការដក SIM ធ្វើការដក SIM មើលទៅថាយើងបានធ្លាប់អាប់ដេត SIM យើងហើយនៅថាបានអាប់ដេតហើយយើងគ្រាន់តែចូលទៅកាន់ cellular data របស់យើងនៅក្នុង setting ហ្នឹងយើងអាចធ្វើការបើក 5G បានអត់មានអីបាក់អ្នកនរគ្នាធម្មតាហើយមួយទៀតគឺ 5G របស់យើងហ្នឹងគឺមានកំណត់អ្នកនរគ្នានៅខេត្តមួយចំនួនអត់មានទេមានតែពេញខេត្តកណ្ដាលទេឬក៏ទីប្រជុំជនហើយវាពិសេសវានៅខាងក្រៅផ្ទះដើរលឿនជាងអ្នកនរគ្នាបើសិនជានៅក្នុងផ្ទះខ្លះក៏អត់វាដើរដែរព្រោះវាអត់ទាន់ទូលំទូលាយអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចតេស្តមើលបានអញ្ចឹងអ្នកនរគ្នាគ្រាន់តែចូល setting មកយើងអាចបើកកន្លែង cellular data ហ្នឹងកន្លែង 4G យើងបើកពីមុនមកយើងដាក់កន្លែង 5G មកយើងចង់ដាក់ auto ក៏បានយើងចង់ដាក់5G ក៏បានដែរអ្នកនរគ្នាបើដាក់ auto ទៅបើសិនជាកន្លែងណាអត់សេវាវាធ្លាក់មក 4G អញ្ចឹងកន្លែងណាអត់សេវាទេវាធ្លាក់មក 3G អញ្ចឹងទៅវាតាមហ្នឹងអ្នកនរគ្នាអញ្ចឹងជំរឿសរបស់យើងទេអញ្ចឹងបើសិនជាអ្នកនរគ្នាប្រើមួយណាស្រួលយើងដាក់ហ្នឹងមកអញ្ចឹងកន្លែងខ្ញុំតំបន់ខ្ញុំគឺមាន 5G support ហើយអញ្ចឹងគឺវាដើរលឿនមែនទែនឆ្វាច់តែម្ដងគេដូចខ្ញុំបានតេស្តមួយយើងគាត់ចុចដើរតែម្ដងអត់មានជាងចាំបាច់ស្ទាក់ស្ទើរឯអ្នកគ្នាអូខេអញ្ចឹង5G របស់យើងហ្នឹងគឺដើរលឿនអញ្ចឹងអ្នកគ្នាអាចសាកតេស្តមើលបានអូខេវីដេអូនេះខ្ញុំចង់ចែករំលែកថាអូខេយើងមិនដើម្បីបាន 5G មកប្រើអ្នកគ្នាអញ្ចឹងយើងក៏មានទូរស័ព្ទដែល support 5G មកអូខេហើយនឹងSIM ដែល support 5G មិនថា SIM card smartphone ឬក៏ smart ទេអញ្ចឹងនៅពេលដែលយើងបានឧបករណ៍ទាំងអស់ហ្នឹង device របស់យើងនឹង support 5G ហើយនឹងលេខទូរស័ព្ទរបស់យើងហ្នឹងគឺ SIM card របស់យើង support 5G ដែរគឺយើងអាចប្រើប្រាស់បានដែរអូខេវីដេអូខាងនេះមានប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយបាទសូមអរគុណ